បាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វគ្គសិក្សាថ្មីស្ដីពីការរកលុយជាមួយនឹង Facebook តាមរយៈ Content Monetization នៅដើមឆ្នាំ2026និយាយងាយយល់មានន័យថាខ្ញុំនឹងធ្វើមេរៀនថ្មីនៅដើមឆ្នាំ2026នេះដើម្បីទុកជាមេរៀនថ្មីជូនទៅដល់បងប្អូនទាំងអស់គ្នាជាពិសេសគឺអ្នកដែលចូលមកថ្មីគឺគាត់អត់ដឹងថាចាប់ផ្ដើមពីចំណុចណាទៅអញ្ចឹងខ្ញុំនឹងធ្វើជាមេរៀនបែបសង្ខេបឲ្យខ្លីខ្លឹមហើយនឹងបងប្អូនស្ដាប់ទៅឆាប់យល់ឆាប់ដឹងឆាប់ធ្វើទៅបានផលជាដំបូងបងប្អូនខ្ញុំសូមណែនាំឈ្មោះខ្ញុំសិនបាទឈ្មោះខ្ញុំគឺឈ្មោះផានិតបងប្អូនបាទហើយខ្ញុំមិនហៅខ្ញុំថាគ្រូទេណាបងប្អូនបាទហើយខ្ញុំថា admin ក៏បានដែរឬហៅតែឈ្មោះក៏បានដែរអត់ជាបញ្ហាទេដើម្បីឲ្យវាមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាមេរៀនថ្មីនេះខ្ញុំចង់ក្រងនេះគឺខ្ញុំអត់ចង់ធ្វើជាមេរៀនដែលវែងពេកដូចជាមេរៀនមុនទេបាទមេរៀនមុនខ្ញុំធ្វើវែងពេកខ្ញុំធ្វើរហូតដល់មេរៀនទី20ទី30ហ្នឹងទៅវាធ្វើឲ្យការមើលវាមានភាពស្មុគស្មាញហើយបងប្អូននឹងអាចខ្ជិលមើលកថាបានព្រោះអីមេរៀនវែងទាំងគេទាំងខ្ញុំគឺខ្ជិលមើលដែរហ្នឹងអូខេអញ្ចឹងខ្ញុំនឹងសង្ខេបមេរៀនទាំងអស់ហ្នឹងច្បាយចូលគ្នាយកតែចំណុចខ្លឹមនិយាយចំណុចគោលដល់ឲ្យបងប្អូនឆាប់យល់ហើយធ្វើយកផលតែម្ដងអញ្ចឹងពាក់ព័ន្ធនឹង basic មេរៀនដំបូងនេះបងប្អូនទៅស្ដាប់ខ្ញុំនិយាយចប់បងប្អូនត្រូវដឹងពី10ចំណុចនេះបងប្អូនអាចទៅមុខបានហើយជាពិសេសគឺដៃចាស់គឺគាត់អត់ចាំបាច់មើលក៏បានដែរដោយសារតែគាត់អាចនឹងយល់ពីចំណុចទាំងអស់ហ្នឹងហើយឬក៏ចង់ស្ដាប់បន្ថែមក៏អត់ជាបញ្ហាដែរពិសេសដៃថ្មីត្រូវតែស្ដាប់ដើម្បីយល់ពីគោល basic មេរៀនដំបូងថាយើងត្រូវដឹងត្រូវយល់ត្រូវមានអ្វីដែលត្រៀមខ្លះដើម្បីទៅរកលុយជាមួយនឹងវាតោះទី1បងប្អូនត្រូវយល់ពី VPN ពាក់ព័ន្ធនឹង VPN ខ្ញុំនឹងសង្ខេបឲ្យត្រួស VPN វាមានច្រើនបាទ VPN វាមានដូចជា VPN Nord បាទ Express បាទវាមាន Proton វាមាន Sosak បាទវាមានច្រើនបងប្អូនអញ្ចឹងទាំងអស់នេះខ្ញុំ recommend ឲ្យបងប្អូនប្រើពីរទៅទី1បងប្អូនប្រើជា Express បាទទី2បងប្អូនប្រើជា Sosak អញ្ចឹងពីរហ្នឹងបទពិសោធន៍ខ្ញុំប្រើកន្លងមកឃើញថាវានៅតែបានផលតែបើសិនជាបងប្អូនចង់តេស្តសាក VPN Proton ឬមួយក៏ជា VPN ផ្សេងប្លែកក៏វាអត់ជាបញ្ហាដែរពីព្រោះមុខងារ VPN វាដូចតែគ្នាទេវាគ្រាន់តែជួយបំលែង IP របស់យើងទៅជា IP បរទេសអញ្ចឹងបងប្អូនប្រើ IP បរទេសគឺល្អបំផុតបងប្អូនប្រើ VPN មួយណាក៏បានដែរអញ្ចឹងសំណួរសួរថាចុះឃើញបច្ចុប្បន្នឃើញគេប្រើនៅលើ admin ខ្មែរកាន់ page បានអត់ដាច់ប្រទេសអាហ្នឹងមិនវិញបាទចម្លើយគឺបច្ចុប្បន្នគឺយើងអាចកាន់បានមែនពាក់ព័ន្ធនឹង page រកលុយឬមួយក៏ page ដែល bill គឺអាចប្រើ admin ខ្មែរបានខ្ញុំនិយាយនេះគឺនិយាយក្នុងឆ្នាំ2026ក្នុងខែ1បាទវាអាចកាន់ admin ខ្មែរបានពិតអត់ដាច់ប្រទេសអីទេប៉ុន្តែបើសិនជាទៅមុខទៀត Facebook update យ៉ាងម៉េចឬមួយក៏កាន់ admin ខ្មែរដាច់មិនអាហ្នឹងយើងអត់ដឹងទាំងអស់គ្នាព្រោះអីវាជារឿងតទៅមុខទៀតយើងអត់ដឹងទាំងអស់គ្នាបាទព្រោះនៅបច្ចុប្បន្នបងប្អូនចង់កាន់ admin ខ្មែរក៏បានដែរអត់ជាបញ្ហាទេអញ្ចឹងពាក់ព័ន្ធនឹងការ build page ខ្ញុំ recommend ឲ្យបងប្អូនប្រើនៅលើ account ខ្ញុំ recommend ឲ្យបងប្អូនប្រើនៅលើ account បរទេសក្នុងការ build page ដោយសារអី account បរទេសឧទាហរណ៍មិនមែនឧទាហរណ៍ទេគឺនិយាយជាក់ស្ដែងដូចជា account អាមេរិកជាដើម account Facebook USA វាជា account ដែល support country ស្រាប់អញ្ចឹងពេលដែលបងប្អូនកាន់ page ឬមួយក៏ build page គឺវាមានអត្រាខ្ពស់ក្នុងការ invite tool CM ដើម្បីយើងយកមករកលុយអញ្ចឹងបើសិនជាបងប្អូនប្រើ admin ខ្មែរយកទៅ build page មិនមែនមានន័យថាវាមិនបាន invite ទេវាបានដូចគ្នាក៏ប៉ុន្តែករណីដែលបានវាតិចបាទអាកាសវាតិចជាង account Facebook ដែល support country បាទហ្នឹងខ្ញុំបញ្យល់អញ្ចឹងហើយទី2របៀបបង្កើត account បរទេសគឺដូចជាអាមេរិកជាដើមមេរៀនខ្ញុំមានរបៀបបង្កើត account បរទេសក៏ប៉ុន្តែបើសិនជាបងប្អូនមានលទ្ធភាពខ្ញុំ recommend បងប្អូនទិញ account យកមកលេងតែម្ដងទៅអានឹងវាលឿនហេតុអីបានអញ្ចឹងដោយសារតែ account ដែលយើងទិញយកមកលេងតែម្ដងវាមានអាយុចាស់ខែបងប្អូនយកមកលេងវាល្អជាង account ដែលយើងបង្កើតថ្មីថ្មោងវាងាយឆាប់ខូចយើងពិបាកក្នុងការថែរក្សាទៀតប៉ុន្តែមេរៀននៅតែមានតែបើសិនជាបងប្អូនមានលទ្ធភាពទិញ account យកទៅលេងតែម្ដងក៏បានដែរព្រោះ account USA ហ្នឹងវាក៏មិនថ្លៃណាស់ណាដែលយើងមិនអាចមានលទ្ធភាពយកមកប្រើដែរបាទបើយើងយកច្រើនអាចមកគ្រាប់មិនដល់1រៀលក៏ថាបានដែរ5កាក់អីចឹងទៅឬមួយ7 8កាក់អីចឹងទៅអញ្ចឹងបងប្អូនទិញតែ10 20គ្រាប់យកមកលេងក្នុងមួយ account បង្កើតតែ3 page ឬមួយ2 page បងប្អូនមាន20 30 page ក្នុងដៃអាហ្នឹងបងប្អូនលេងបានបាត់ហើយហើយមួយទៀតបើសិនជាបងប្អូនមានលទ្ធភាពតែម្ដងទិញ page រកលុយមួយគ្រាប់2គ្រាប់វាយយកលុយតែម្ដងអាហ្នឹងក៏បានដែរអាហ្នឹងក៏ល្អដែរព្រោះអីវាឆាប់បានផលអាហ្នឹងខ្ញុំ recommend អញ្ចឹងតែម្ដងខ្ញុំសង្ខេបតែម្ដងហើយមួយទៀតមេរៀនទាំងអស់ដែលខ្ញុំធ្វើនេះខ្ញុំធ្វើលក្ខណៈបែបសង្ខេបប៉ុន្តែខ្ញុំផ្ដោតលើការ support ជាគោលខ្ញុំ support លើការ support ហ្នឹងមានន័យថាម៉េចខ្ញុំផ្ដោតលើការ support មានន័យថា
ខ្ញុំនឹងចាំឆ្លើយសំណួរដល់បងប្អូនឆ្ងល់វិញអាហ្នឹងបងប្អូនឆាប់ចាប់បានលឿនបងប្អូនធ្វើទៅបងប្អូនឆ្ងល់ហើយណាបងប្អូនឆាតមកកាន់សួរខ្ញុំផ្ទាល់ក៏បានឬមួយបងប្អូនឆាតចូលទៅក្នុងក្រុមពិភាក្សាមួយយើងក៏បានអត់ជាបញ្ហាទេបាទទី3របៀបបង្កើត page ដូចជាមិនពិបាកទេបងប្អូនអាចបង្កើតបានតាម Facebook ធម្មតា Facebook Live បង្កើតតាមរយៈ BM ក៏បានដែរហើយបងប្អូនត្រូវចេះបង្កើតនៅ Soho Mail មួយមកបាទ Soho Mail ហ្នឹងគឺយើងអាចគ្រប់គ្រង account Facebook បានច្រើនបាទទី5យកដឹងពី content បងប្អូនយកពី content បរទេសយកមកលេងក៏បានបងប្អូនចេះធ្វើ content AI ធ្វើយក AI យកមកលេងក៏បានបងប្អូនចង់ធ្វើ original react វីដេអូគេដាក់វីដេអូយើងមកកណាត់វីដេអូគេមកកណាត់ក៏បាននិយាយរួមពាក់ព័ន្ធនឹង content យើងមានច្រើនក្បាច់អញ្ចឹងបងប្អូនស្រឡាញ់បែបណាធ្វើបែបហ្នឹងទៅអាហ្នឹងបេះដូងបងប្អូនទេបើសម្រាប់ខ្ញុំលេងតែ content កាប់ដាវមានតែខ្ញុំលេងតែ content បរទេសយក content របស់គេមក download ទៅកែកុនតិចបន្តួចខ្ញុំយកមកតម្លាក់ហើយពេលដែលបាន tool invite set up រួចខ្ញុំលេង content AI ហើយខ្ញុំ generate AI តម្លាក់យកលុយហើយអាហ្នឹងរបៀបខ្ញុំធ្វើរាល់ថ្ងៃហើយយល់ដឹងពី bank បរទេសពាក់ព័ន្ធ bank បរទេសបច្ចុប្បន្នណាបងប្អូន bank ខ្មែរក៏យើងប្រើបានដែរឥឡូវនេះហើយនិយាយនៅក្នុងខែ1 2026ដូចគ្នាបាទទៅមុខទៀត bank ខ្មែរប្រើឡើងបានអាហ្នឹងខ្ញុំក៏អត់ដឹងដែរប៉ុន្តែបច្ចុប្បន្ននៅប្រើបានបងប្អូនចង់ប្រើ bank ខ្មែរក៏បានដែរហើយ bank បរទេសបងប្អូនអាចប្រើបានជា bank PayPal Y Bank Payoneer អាហ្នឹងក៏បានដែររឿង bank នេះមួយគឺវាអត់ជាបញ្ហាចោតទេហើយនឹងយល់ដឹងពីរបៀប set up page ពាក់ព័ន្ធនឹងការ set up page អត់ដូចពីមុនទេដើមឆ្នាំ2026ហ្នឹងវាមានការរឹតបន្តឹង payout ខ្លាំងអញ្ចឹងបើសិនបងប្អូនធ្វើការ set up ដែលអត់មាន trick អត់មានក្បាច់មានក្បួនណាបងប្អូន set up អាចនឹងជាប់ verify document អាហ្នឹងក៏ខ្ញុំមានរបៀបឲ្យបងប្អូនធ្វើដោយអត់មានបញ្ហាអីដែរទី8យកដឹងពី payout ហើយនឹងinside ហើយនឹង outside អត់ពិបាកយល់ទេបងប្អូន payout inside ហ្នឹងគឺមានន័យថាឲ្យតែយើង set up page រកលុយហ្នឹងដាក់ប្រទេសអាមេរិកអានឹង inside ហើយក្រៅពីប្រទេសអាមេរិកអានឹង outside ហើយអត់បាក់យល់អាហ្នឹងទី9លក្ខខណ្ឌរបស់ Facebook មានអីខ្លះបាទអំពើហិង្សាឈាមកាប់សម្លាប់ការនិយាយបូលីរូបភាពសិចស៊ីអាភាសកិច្ចពីអាហ្នឹងឲ្យអស់ទៅគឺបងប្អូនអត់ជាបញ្ហាទេចុងក្រោយយើងធ្វើចិត្តនឹងព្រមទទួលយកគ្រប់យ៉ាងពី Facebook បងប្អូនត្រូវដឹងថាជាពិសេសដៃចាស់គឺគាត់យល់ពីចំណុចហ្នឹងហើយសម្រាប់ដៃថ្មីដែលចូលមកត្រូវដឹងដែរពេលខ្លះយើងធ្វើបានលុយយើងរំពឹងវាថានឹងបើកពេលខ្លះខូច page កណ្ដាលផ្លូវឬមួយខូច payout កណ្ដាលផ្លូវមិនបានបើកលុយធ្វើឲ្យខូចចិត្តអញ្ចឹងទាំងអស់នេះខ្ញុំនឹងប្រាប់បងប្អូនឲ្យហើយទៅដើម្បីបងប្អូនដឹងពី basic វាទាំងអស់នេះហើយបងប្អូនធ្វើទៅបងប្អូននឹងអត់បាក់ទឹកចិត្តសរុបរួមមេរៀន basic ទាំង10ហ្នឹងខ្ញុំសង្ខេបទេបាទខ្ញុំអត់ធ្វើវីដេអូវែងពេកដូចពីមុនទេខ្ញុំនឹងផ្ដោតលើការ support ជាគោលបងប្អូនឆ្ងល់ឆាតសួរមកហើយមួយទៀតសម្រាប់អ្នកបងប្អូនដែលមានតែទូរស័ព្ទថាសួរថាធ្វើបានអត់បានដូចគ្នាក៏ប៉ុន្តែអ្នកដែលមានកុំព្យូទ័រគាត់អាចនឹងមានប្រៀបជាងហើយដោយសារតែកុំព្យូទ័រយើងអាច download វីដេអូបានច្រើនគ្រប់គ្រង account បានច្រើន build page បានច្រើនវាខុសគ្នាតែចំនួនច្រើននិងងាយស្រួលក្នុងការធ្វើមួយយ៉ាងទៀតខ្ញុំថាវាស្រឡះធម្មតាបងប្អូនប្រើកុំព្យូទ័រវាមាន monitor អញ្ចឹងវាធំអញ្ចឹងវាស្រួលប្រើអញ្ចឹងណាហើយបងប្អូនមានទូរស័ព្ទក៏ធ្វើបានដែរគ្រាន់តែយើងធ្វើបែបទូរស័ព្ទទៅនៅក្នុងមេរៀនដែលខ្ញុំធ្វើថ្មីនេះខ្ញុំធ្វើទាំងកុំព្យូទ័រខ្ញុំធ្វើទាំងទូរស័ព្ទបូកជាមួយគ្នាបងប្អូនមានទូរស័ព្ទបងប្អូនធ្វើទូរស័ព្ទបងប្អូនមានកុំព្យូទ័របងប្អូនធ្វើបែបកុំព្យូទ័រទៅអាហ្នឹងវាលឿនកុំឲ្យបងប្អូនអត់ដឹងថាទៅចំណុចណាចាប់ផ្ដើមពីកន្លែងណាទៅពាក់ព័ន្ធនឹងបងប្អូនដែលមានកុំព្យូទ័រខ្ញុំរីកមិនឲ្យបងប្អូនប្រើ tool ទៅបាទប្រើ tool ខ្ញុំរីកមិន tool តែ2ទេទី1គឺ Farmreal បាទទី2គឺបាទសំទោសទី2គឺ SD Farmreal និង SD Farm ហ្នឹងខ្ញុំឃើញថា tool 2ហ្នឹងនៅក្នុងស្រុកខ្មែរយើងគឺវាល្អជាងគេក្នុងការ build page ក្នុងការគ្រប់គ្រង account អីចឹងទៅខ្ញុំបច្ចុប្បន្នខ្ញុំប្រើ Farmreal មួយ account ខ្ញុំដាក់2 page បងប្អូនចង់ដាក់3 page ក៏បានដែរអញ្ចឹងបើសិនជាបងប្អូនមាន account 20បងប្អូនដាក់មួយ account 2 page វាស្មើ40 page ឃើញទេអញ្ចឹងបើសិនជាបងប្អូនមាន50 account អញ្ចឹងបងប្អូនដាក់មួយ account 2 page បងប្អូនមាន100 page អញ្ចឹងបងប្អូនធ្វើការប្រើ tool វាស្រួលក្នុងថាយើងអត់ច្បាច់ហត់នឿយមួយវាទេយើងគ្រាន់តែរៀបចំប្រព័ន្ធវាឲ្យតែល្អទៅយើងចុច start តែមួយ click tool វានឹងធ្វើការផុសវីដេអូឲ្យម្ដងទាំង100 page ហ្នឹងតែម្ដងអាហ្នឹងពាក់ព័ន្ធនឹងអ្នកមានកុំព្យូទ័រប៉ុន្តែបើសិនជាអ្នកដែលអត់មានកុំព្យូទ័រមានទូរស័ព្ទយើងត្រូវធ្វើម៉េចគ្រាន់តែខុសថាគាត់អត់បានធ្វើចំនួនច្រើនកើតធម្មតាធ្វើទូរស័ព្ទបងប្អូនអាចធ្វើបានប៉ុន្មានយ៉ាងច្រើនទូរស័ព្ទបងប្អូន clone មក clone ជា app Facebook នៅក្នុងទូរស័ព្ទមក10 app clone មកហើយមក app Facebook ហ្នឹងយើងដាក់2 page ដែរមកមួយ20 page គាត់ណាបងប្អូនហត់ក្នុងការផុសដៃតែប៉ុណ្្នឹងឯងវាខុសគ្នាតែប៉ុណ្្នឹងសរុបរួមទាំងអស់នេះគឺជា basic ដែលបងប្អូនត្រូវដឹងពីចំណុច
ទឹក10ហ្នឹងហើយបងប្អូននឹងដឹងថាយើងចាប់ផ្ដើមពីកន្លែងណាទៅកន្លែងណាហើយអញ្ចឹងមេរៀនបន្ទាប់ខ្ញុំនឹងធ្វើតាមលំដាប់ដោយហើយបែបសង្ខេបយកទៅកន្លែងខ្លឹមដើម្បីឲ្យបងប្អូនងាយយល់យើងនឹងជួបគ្នានៅវីដេអូក្រោយបន្ត